រឿងបងប្រុសនិតនិងនួនជាបងប្អូនបង្កើតនឹងគ្នាតាំងពីអ្នកមានគុណបានចែកឋានទៅជីវភាពគ្រួសារពួកគេជួបការលំបាកយ៉ាងខ្លាំងនិតជាបងបានសម្រេចចិត្តផ្អាកការរៀនសូត្រមួយរយៈដោយទុកឲ្យប្អូនបានសិក្សាបន្តទៀតនួនដែលត្រូវជាប្អូនខិតខំរៀនណាស់មិនឲ្យបងខកចិត្តឡើយឯនិតជាបងវិញពេលទំនេរពីការងារស្រែចម្ការគេបានចូលសិក្សានៅក្នុងមជ្ឈមណ្ឌលសិក្សាសហគមន៍ឆ្នាំនេះនួនរៀននៅថ្នាក់ទី12ហើយបានប្រឡងជាប់ដូចប្រាថ្នាថ្ងៃមួយនួនចង់ទៅរកការងារធ្វើដើម្បីជួយសម្រាលបន្ទុកបងតែនិតត្រូវជាបងមិនយល់ព្រមនួនក៏បានសួរបងថាអញ្ចឹងតើយើងបានប្រាក់មកពីណានិតដែលត្រូវជាបងឆ្លើយឯងកុំបារម្ភទុកឲ្យបងជាអ្នកដោះស្រាយរាត្រីនោះនិតគេងមិនលក់សោះព្រោះខ្លួនមិនដឹងទៅប្រកបរបរអ្វីដើម្បីរកប្រាក់ឲ្យប្អូនរៀននោះទេពីមួយថ្ងៃទៅមួយថ្ងៃនិតចេះតែស្ជឹងគិតរកមុខរបរផ្សេងតែនឹកមិនឃើញសោះចំណែកនួនដែលត្រូវជាប្អូនអាណិតបងខ្លាំងណាស់គេតាំងចិត្តថានឹងខិតខំរៀនសូត្រដើម្បីបានការងារធ្វើចិញ្ចឹមបងគេវិញថ្ងៃមួយនិតនិងអ្នកភូមិខ្លះបាននាំគ្នាទៅខ្ចីប្រាក់ឥណទានពីធនាគារភូមិយកមកធ្វើជាដើមទុនក្នុងការចិញ្ចឹមជ្រូកនិងត្រីជាលើកដំបូងនិតបានត្រឹមតែរួចដើមប៉ុណ្ណោះប៉ុន្តែក្រោយមកនិតបានរៀនបច្ចេកទេសចិញ្ចឹមសត្វពីមជ្ឈមណ្ឌលសិក្សាសហគមន៍ចាប់ពីពេលនោះមកនិតចេះជំនាញចិញ្ចឹមសត្វច្បាស់លាស់និតអាចរកប្រាក់ឧបត្ថម្ភការសិក្សារបស់នួនដោយមិនជួបការលំបាកដូចមុនទៀតឡើយក្រោយពីបញ្ចប់ការសិក្សានួនដែលត្រូវជាប្អូនបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញនួនក៏បានសន្សំប្រាក់ខែបានមួយចំនួនគេបានយកប្រាក់ទាំងនោះទៅប្រគល់ជូនបងប្រុសទាំងអស់ដើម្បីឲ្យបងបានរៀបអាពាហ៍ពិពាហ៍ចាប់ពីពេលនោះមកគ្រួសារនេះរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលនៅក្នុងរឿងប្រភេទអប់រំបែបនេះគឺយើងមាន5សំណួរសម្រាប់សួរទៅដល់ទស្សនិកជនដែលបានស្ដាប់និងបានទស្សនាសំណួរទី1តើនិតនិងនួនត្រូវជាអ្វីនឹងគ្នារីឯសំណួរទី2តើនិតប្រើមធ្យោបាយអ្វីដើម្បីឲ្យនួនបានបន្តការសិក្សាសំណួរទី3ហេតុអ្វីបានជានិតតស៊ូចិញ្ចឹមប្អូនឲ្យបានរៀនសូត្រសំណួរទី4តើអ្នកពេញចិត្តតួអង្គនិតដែរឬទេហេតុអ្វីសំណួរទី5តើរឿងនេះមានគំនិតអប់រំដូចម្តេច